ចូលស្តុកវិញហើយចំពោះ S10 Plus បងចំពោះ Power Bank នេះគឺទំហំថ្មរបស់វា20000 អាំពែបងអាចសាកជា wireless ក៏បានបងអាចសាកជាខ្សែក៏បានបងអាចសាកជាមួយនឹងរុនក៏បានដែរអញ្ចឹងសាកបានរហូតដល់3ឧបករណ៍ក្នុងពេលតែមួយបងអញ្ចឹងបងសូមរៀបរាប់អំពីរបៀបប្រើប្រាស់ទៅលើ Power Bank មួយនេះទីមួយហ្នឹងបងចង់និយាយអំពីការសាក wireless ដោយសារតែការសាក wireless នេះពិសេសមែនតើ Power Bank ទូទៅអត់មាន wireless ទេប៉ុន្តែ Power Bank នេះបើសិនជាបងចង់សាកជា wireless ក៏បានដែរចំពោះកម្លាំងសាក wireless charge របស់វាគឺបានរហូតដល់15វ៉ាត់15វ៉ាត់នេះគឺជាល្បឿនស្តង់ដារមែនតើតែបើសិនជាបងចង់សាកប្រើខ្សែចំពោះ Power Bank នេះបើសិនជាបងចង់សាកប្រើខ្សែក៏ពិសេសដូចគ្នាដោយសារតែខ្សែរបស់វាគឺអាចសាកបានល្បឿនរហូតដល់45វ៉ាត់ចំពោះ45វ៉ាត់នេះបងអូនហ៊ាននិយាយថាវាពិសេសមែនតើដោយសារតែបើសិនជាបងប្រើប្រាស់ខ្សែនៅតាមទីផ្សារទូទៅយ៉ាងច្រើនបានត្រឹមតែ30វ៉ាត់អីទេប៉ុន្តែចំពោះខ្សែដែលភ្ជាប់មកជាមួយ Power Bank នេះគឺអាចសាកបានរហូតដល់45វ៉ាត់ហើយមានបតុងស្តង់ដារដែលអាចជួយការពារស្ថិរភាពទៀតមានន័យថាដល់ពេលដែលបងសាកទៅគឺ Power Bank របស់បងសាកបញ្ចូលទៅគឺមានស្ថិរភាពវាអត់មានម្ដងឡើងខ្លាំងម្ដងខ្សោយទេបើសិនជាខ្សែទូទៅអាចនឹងម្ដងខ្លាំងម្ដងខ្សោយខូចនឹងថ្មទូរស័ព្ទយើងទៀតប៉ុន្តែចំពោះការសាកខ្សែរបស់ Power Bank នេះមួយបងអូនហ៊ាននិយាយថាវាល្អមែនទែនតែម្ដងដូចបងឃើញនៅក្នុងវីដេអូចឹងគឺតឹងហើយនឹងតាន់មែនទែនពួរខ្សែប្រភេទទូទៅភាគច្រើនគឺវាឆាប់ដាច់កកន្លែងនេះបងប៉ុន្តែ Power Bank នេះខ្ញុំហ៊ាននិយាយថាវាអត់ដាច់ទេដោយសារតែវារឹងខ្លាំងមែនទែនលុះត្រាណាតែបងយកកត្រៃឬយកកបិតអីកាត់យកតែម្ដងមិនមានដាច់ចំពោះការសាកប្រើរុនវិញ Power Bank នេះគឺភ្ជាប់មកជាមួយនឹងរុន Type C ជាប្រភេទ in និង out មានន័យថាបងអាចសាកចូល Power Bank ក៏បានបងអាចសាកបញ្ចេញទៅទូរស័ព្ទវិញក៏បានដែរដោយសារតែគេបានបញ្ជាក់មកតែម្ដងគឺគេថារុន Type C in និង out ហើយល្បឿនសាករបស់វាគឺ45វ៉ាត់ហ្នឹងហើយបងប្អូនគឺលឿនខ្លាំងមែនទែនចំណុចមួយទៀតហ្នឹងគឺគេបានភ្ជាប់មកជាមួយនឹងបេតុងនៅពេលដែលបងប្រើប្រាស់គឺបងអាចឃើញតែម្ដងថា Power Bank របស់យើងមានថ្មប៉ុន្មានភាគរយអញ្ចឹងណាបងអញ្ចឹងបើសិនជាបងត្រូវការ Power Bank ដែលមាន wireless charge មានខ្សែមកជាមួយនឹងរុនទៀតនោះបងមិនគួរមើលរំលង Move Speed S10 Plus នេះទេបងប្អូន